ខេសួស្តីអ្នកទាំងអស់គ្នាហើយក៏ស្វាគមន៍សាជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនរបស់យើងដែលប្រើប្រាស់ជាប្រចាំជាពិសេសនៅក្នុងភោជនីយដ្ឋានថ្ងៃនេះផងដែរខ្ញុំចង់នាំអ្នកទាំងអស់គ្នាមករៀនអំពីមេរៀនប្រភេទប្រហិតអញ្ចឹងប្រហិតយើងមានច្រើនប្រភេទអញ្ចឹងយើងបើយើងនៅខ្មែរយើងហៅតែប្រហិតក៏បានដែរណាប៉ុន្តែនៅគេនោះគេមានចែកចេញជាច្រើនប្រភេទអញ្ចឹងប្រភេទប្រហិតគេហៅថាหวานលៃប្រហិតគោមានស្នូលសាញ៉ាវញៀវយោหวาน sorry ប្រហិតគោមានស្នូលសាញ៉ាវញៀវหวานប្រហិតគោមានស្នូលប្រហិតត្រីមានស្នូលយើងប្រើពាក្យថាប៉ោស៊ីងអ៊ីវ៉ានប្រហិតផ្សិតសៀងគូកុងหวานប្រហិតក្តាមសៀវ៉ៃប៉ាងប្រហិតតៅហ៊ូអ៊ីតូហ្វូប្រហិតគោហ្នឹងគឺអត់មានស្នូលទេណាអ្នកទាំងអស់គ្នាអញ្ចឹងយើងប្រើពាក្យញៀវរ៉ូវ៉ាន់ប្រហិតមឹកម៉ក់អ៊ីវ៉ានពងមាន់ជីតាន់ពងក្រួចអាន់ឈុនតាន់ប្រហិតបង្គាសាហွာប្រហិតពងត្រីអ៊ីប៉ោតាន់ចឹងសម្រាប់មេរៀនតកតងនឹងប្រហិតរបស់យើងគឺមានតែប៉ុណ្្នឹងមុខទេបើសិនជាមានអីថ្មីចាំខ្ញុំអាប់ដេតមកតាមក្រោយទៀតប៉ុន្តែឥឡូវយើងប្រើប្រាស់នៅក្នុងហាងក៏មានតែប៉ុណ្្នឹងមុខដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះហើយកុំភ្លេចចុច Subscribe ចុច Follow ហើយនិងចុច Share ដើម្បីចែករំលែកចំណេះដឹងនេះទៅកាន់មិត្តជាទីស្រឡាញ់ឬក៏បងប្អូនជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាអរគុណច្រើន